អូខេសួស្តីបងប្អូនអរគ្នាឥឡូវយើងចូលមកមេរៀនបន្តរបស់យើងដែលតាក់ទងជាមួយនឹង BVR ឬក៏យើងហៅពាក្យពេញរបស់វាថា Balance Price Rate ហើយចំពោះBVR ហ្នឹងរបៀបចាប់របស់វាគឺប្រហែលជាមួយនឹង inversion ដែរហើយរូបរាងក៏វាប្រហែលគ្នាដែរប៉ុន្តែយើងត្រូវកំណត់ចំណាំឲ្យច្បាស់វាខុសគ្នាតែបន្តិចតួចទេនៅកន្លែងទៅហ្នឹងអូខេអញ្ចឹងយើងចូលទៅមេរៀនរបស់យើងទាំងអស់គ្នា Balance Price Rate ឬក៏ហៅថា BVR គឺជា average ដែលមានពីរឆ្លងកាត់គ្នាហើយភាគច្រើនគឺឃើញនៅចុង swing នៅពេលដែលទីផ្សារ movement ខ្លាំងអញ្ចឹងជាទូទៅនៅបើចុង swing នៅពេលដែលទីផ្សារបុកទៅបុកមកឧទាហរណ៍ខ្ញុំឧទាហរណ៍មើលនេះខ្ញុំឧទាហរណ៍មើលមកទៅស្រួលងាយលឿននៅពេលដែលទីផ្សារបុកទុំបុកវឹបចុះមកវឹងគឺវាតែងតែមានចោលនៅ BVR មួយឬក៏ AVG ទៅហ្នឹងតែវាមានត្រួតគ្នាវាអាចនឹងចន្លោះខ្វះខាតគ្នាដោយឧទាហរណ៍នៅខាងឆ្វេងដៃនេះអញ្ចឹងគឺវាតែងតែអាសាឃើញនៅចុងទៅហ្នឹងបើនៅពេលដែលទីផ្សារបុកទៅខ្លាំងហើយនឹងបកមកវិញខ្លាំង time frame ធំយើងអាចនឹងឃើញយើងអាចឃើញជា candle ប៉ុន្តែយើងចូល time frame តូចវាអាចនឹងឃើញជា BVR ហ្នឹងនៅទៅហ្នឹងហើយ BVR ហ្នឹងវាអាចមានច្រើនសន្តានឧទាហរណ៍ថាខ្ញុំឧទាហរណ៍នៅខាងនេះនេះមុនBVR ជូនទៅវាអាចនឹងចោលវាចេញជា AVG ហើយវាបុកផ្ដាច់មកវិញប៉ុន្តែអាចុងវាខាងនេះជូនទៅវាមានតែប៉ុណ្ណេះទេអញ្ចឹងទៅណាអាហ្នឹងជូនវាមានតែប៉ុណ្្នឹងទេឬមកក៏មានករណីច្រើនផ្សេងៗទៀតជាមួយនឹងខ្ញុំនឹងព្យាយាមបង្ហាញទៅតាមក្រោយទៀតនៅពេលដែលគ្នាយើងសួររកឃើញអញ្ចឹងណាហ្នឹងហើយហើយអានេះខ្ញុំសូមបង្ហាញនៅក្នុងមេរៀនសិនអញ្ចឹងនៅពេលដែលកន្លែងហ្នឹងវាជូននេះវាចោលអញ្ចឹងជូនខ្លះវាប្រវាយនេះទេប៉ុន្តែយើងត្រូវយកអារាំងខាងក្រោយនេះយករាំងខាងក្រោយនេះចន្លោះ AVG ហ្នឹងយើងចាប់អស់មកមុខគឺយើងយកបែបហ្នឹងអញ្ចឹង BVR ហ្នឹងខុសគ្នាជាមួយនឹងAVG បែបម៉េចដូចខ្ញុំមុននឹងនិយាយអញ្ចឹងAVG inversion AVG ហ្នឹងហើយអធិស្ឋានខុសគ្នាជាមួយ inversion AVG មិន inversion AVG ជាទូទៅគឺអត់ខ្វល់ជាមួយនឹងនៅខាងមុខរបស់វានេះធ្លាយបែបម៉េចទេឧទាហរណ៍ធ្លាយអញ្ចេះកាត់គ្នាអញ្ចេះកាត់មកធ្លាយឬមកក៏មកអញ្ចេះមិនគឺអត់ខ្វល់ទេសំខាន់គឺគេយក AVG ហ្នឹងកាត់ជើងយកហ្មងគឺគេអត់ខ្វល់ថា wick ឬមួយក៏បិទ body វាបែបម៉េចទេប៉ុន្តែ BVR គឺខុសគ្នា BVR គឺត្រូវតែ wick របស់វាហ្នឹងគឺកុំឲ្យតែផ្ដាច់ជាមួយនឹង AVG ខាងក្នុងនេះចេះឧទាហរណ៍អញ្ចឹងណាវាពាក់កណ្ដាលអីចឹងណាគឺគេអត់ចាប់យកជា BVR ទេឬក៏យើងវាបើសិនជាវាចូលមកអញ្ចឹងក៏យើងអាចចាប់យកបានដែរប៉ុន្តែជាទូទៅខ្ញុំឃើញថាវាអត់សូវ valid ទេវាអញ្ចឹងគឺ invalid នៅកន្លែងតែហ្នឹងវាទៅជាបើសិនវាចាក់ចូលអញ្ចឹងវាទៅជា inversion វិញហើយប៉ុន្តែបើសិនជាយើងយកវាជា BVR លុះត្រាទៅវិញចាកុំឲ្យចាក់ធ្លាយជាមួយនឹងinversion ហ្នឹងដល់ពេលយើងចាប់អញ្ចឹងកុំឲ្យនេះអញ្ចឹងវាទៅជា BVR បែងចែកដាច់ខុសគ្នាតែកន្លែងចុងស្វីងបន្តិចដល់ពេលដែលវានេះទេហើយជាទូទៅវាកើតឃើញច្រើនដូចខ្ញុំបានបញ្ជាក់នៅក្នុងដំបូងនេះអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងគឺភាគច្រើននឹងឃើញនៅចុងស្វីង movement ផ្សារបុកទៅបុកមកខ្លាំងគឺឃើញនៅចុងស្វីងហ្នឹងហ្មងគឺអាសាឃើញដល់ពេលដែលផ្សារដើរធម្មតាគឺវាកម្រនឹងឃើញដែរនៅតែហ្នឹងបើមិនឃើញថាហើយ time frame ធំគឺមិនងាយនឹងឃើញហ្មងភាគច្រើនឃើញចន្លោះពី time frame 3នាទី5នាទីហើយ1នាទីគឺអាសាឃើញអញ្ចឹងសួរថាសម្រាប់ការប្រើប្រាស់របស់កន្លែងទៅហ្នឹងBPR ហ្នឹងបែបម៉េចដូចតែគ្នាទេដូចតែជាមួយនឹង inversion ដែរទេគឺនៅពេលដែលវា move ទៅហើយទីផ្សារវាបកមកវិញយើងចូល entry ទៅហ្នឹង SL នៅលើទៅនេះដូចគ្នាហើយវាបកចុះមកវិញហើយយើងចូលទៅវាល្អមិននៅពេលដែលយើងចូល VPR ហ្នឹងទី1យើង low risk SL នៅលើយើងនៅលើហ្នឹងខ្លីទេអត់ឆ្ងាយទេតែត្រឹមនេះទេបើសិនជាផ្សារហ្នឹងឧទាហរណ៍ថាផ្សារហ្នឹងបើសិនវាមកផ្ដាច់ជាមួយនឹងលើហ្នឹងផ្សារហ្នឹងបកឡើងទៅលើវិញអញ្ចឹងយើងកំណត់ SL របស់យើងរិះតូចមែនតើនៅលើទៅហ្នឹងល្អថងកន្លែងទៅហ្នឹងតាក់ទងជាមួយ BPR អូខេអញ្ចឹងសម្រាប់មេរៀន BPR ហ្នឹងខ្ញុំគិតថាខ្លីៗទេព្រោះដោយសារតែវាអត់មានអីស្មុគស្មាញច្រើនទេព្រោះវាស្តៀងជាមួយនឹង inversion AVG ដែរហើយចំពោះអាហ្នឹងភាគច្រើនវាកើតមានហើយក៏យើងយកមកប្រើយើង take risk បាន risk តិចមែនតើបែរថាយើងបើសិនជា CSL ក៏ C តិចដែរវាល្អថងកន្លែងទៅហ្នឹងហើយអញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានចងល់អីឆ្ងល់អាចសួរខ្ញុំបន្ថែមដូចខ្ញុំនិយាយរកដងអញ្ចឹងអាចឆាតមកខ្ញុំផ្ទាល់មកខ្ញុំក៏បានឬក៏ឆាតនៅក្នុង Google ក៏បានហ្នឹងហើយអរគុណច្រើនហើយនឹងជួបគ្នាវីដេអូបន្ត